បាទយើងបន្តទៅគូទី72បាទអញនិយាយបានថាជាគូទុកខ្លាំងបាស់ខ្លាំងណាបាទខ្សែទឹកខាងក្នុងសរាយតេជោសែនជ័យដែលម្សិលមិញយើងឃើញថាចំណាត់ថ្នាក់នៅលេខ1នោះឥឡូវកំពុងមកហើយទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកតេព្រឹទ្ធមនិតប៊ុនរនីហ៊ុនសែននៅខ្សែទឹកខាងក្នុងបាទកំពុងតែធ្វើការនាំមុខបាទតិចតួចដែរបាទទៅលើគិរីវង្សសុកសែនជ័យរបស់អាដាមសុកសុកានបាទទូកនេះសិតតែទូកខ្លាំងហើយឥឡូវសរាយមកបាទខ្សែទឹកខាងក្នុងនេះដាច់តែម្ដងបាទអ្នកព្រែកជែងអើយបាទឥឡូវឈ្នះទៀតហើយបងប្អូនខាងព្រែកជែងបាទហើយទូកសរាយតេជោសែនជ័យនេះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតរនីហ៊ុនសែនហើយលោកទាំងទ្វេបានឧបត្ថម្ភចាដល់ទូកសរាយតេជោសែនជ័យទូកនេះល្អបាទល្អណាស់ទូកនេះល្អណាស់ហើយទូកបាទការីវងហ្នឹងក៏មិនធម្មតាដែរបាទគឺក៏ធ្វើការជារៀងរាល់ឆ្នាំមិនដែលខានដែរទទួលការឧបត្ថម្ភបាទច្រើនមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដាច់បាត់ហើយគឺដាច់ពិតដាច់ឆ្ងាយមែនតានបាទដាច់ប៉ាត់តែម្ដងបាទច្រើនណាស់ទៅលើទូករបស់អាដាមសុកសកានបាទគិរីវង្សសុកសែនជ័យបាទឥឡូវដាច់ហើយអាដាមអើយបាទដាច់ច្រើនណាស់290នេះហើយបងប្អូនខ្សែទឹកខាងក្នុងគឺខាងក្រៅគឺសរាយតេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនហើយសម្ដេចទាំងទ្វេចាឈ្នះហើយឈ្នះដាច់ទៀតបាទឈ្នះហើយឈ្នះដាច់ទៀតបាទដាច់ប៉ិតតែម្ដងឈ្នះដាច់ប៉ិតទៅលើគិរីវង្សសុកសែនជ័យពិសេសសម្រាប់គូទី68លេខរៀងទី68នេះសរាយតេជោសែនជ័យគឺជាទូកដ៏ល្បីល្បាញមកពីខាងវត្តវិជ័យរាំងសីដែលទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនកំពុងតែនាំមុខទៅលើសារ៉ាត់សែនជ័យបារមីអន្ទង់សរបស់ឯកឧត្តមស្បោងសារ៉ាត់ហើយនៅពេលនេះសរាយតេជោសែនជ័យគឺជាទូកល្បីល្បាញណាបងប្អូនមកខាងពុកសីចា3សម័យកាល2016 2017 2019ឥឡូវនេះយើងឃើញថា2ថ្ងៃនេះល្អណាស់លទ្ធផលបាទបន្ទូចូលលេខ1ឥឡូវនាំមុខហើយបាទទៅលើបាទសារ៉ាត់សែនជ័យបាទបារមីអន្ទង់សរបស់ឯកឧត្តមចាស្បោងសារ៉ាត់អញ្ចឹងសម្រាប់សរាយតេជោសែនជ័យដែលទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនជើងទី2រួចមានពិធីកាត់ព្រាត់បាទយ៉ាងអធិកអធមក្នុងនោះក៏មានការបណ្ដែតប្រទីបក៏ដូចជាការបាញ់នៅកំជ្រួចបង្កនៅភាពសប្បាយរីករាយជូនដល់ពុកម៉ែបងប្អូនដែលកំពុងតែរងចាំទស្សនាបាទទោះបីជាក្តៅបន្តិចក្តីប៉ុន្តែឃើញថាបងប្អូនរបស់យើងកំពុងតែបាទនៅមាត់ទន្លេអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងការរងចាំទស្សនាទូករបស់ខ្លួនបងប្អូនដែលកំពុងតាមដានទេសនានៅការប្រណាំងទូកក្នុងព្រឹត្តិពិធីបុណ្យថ្ងៃទី3ចាដ៏មានប្រជាប្រិយភាពជាទីគោរពនិងជាទីមេត្រីគណៈពេលនេះផងដែរក្រុមអាចារ្យចាបាគូក៏ដូចជាមន្ត្រីដែលតបតែងលម្អកាយជាមន្ត្រីមេតបចាប់បាននាំយកនៅដាវជ័យក៏ដូចជាទង់ព្រះមហាក្សត្រវិលត្រឡប់ចុះមកកាន់ទូកព្រះទីនាំងក្រោយពីទទួលបាននៅការប្រោសប្រទាននៅពរជ័យសិរីមង្គលរួចរាល់ពីព្រះមហាក្សត្រចាសម្រាប់ពេលនេះយើងបានត្រៀមជាមួយនឹងព្រះរាជពិធីកាត់ព្រាត់ដែលជាថ្ងៃបញ្ចប់នៃទ្វារទស្សមាសនៃព្រះរាជពិធី3ថ្ងៃកន្លងមកនេះទូកប្រណាំងដែលមានប្រជាប្រិយភាពដែលឈានចូលដល់ទូកដែលចាត់ទុកថាជាទូកល្បីទូកលឿនសភនភាពក៏ស្រស់ទូកគូទី1បានន័យថាក្នុងជើងទី2នៃទូកគូពិសេសបានចាប់ផ្ដើមចាប់យោងទន្ទឹមនឹងកងពាន់ទី1ហើយនេះទីប្រណាំងរបស់យើងគឺមានចម្ងាយ1007ម៉ែត្រ700ម៉ែត្រទៅតាមអ្វីដែលលក្ខខណ្ឌជារៀងរាល់ឆ្នាំចាហើយសម្រាប់ពីនេះទូកនេះបាន1000ម៉ែត្រនៅសល់តែ200ម៉ែត្រទៀតទេចាប់យោងដល់កងពាន់ទីផ្ដាច់ព្រាត់យើងខ្ញុំអាចជម្រាបជូនបានសម្រាប់ជើងទី2សរាយតេជោសែនជ័យចាប់បដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយជាមួយនឹងសារ៉ាត់សែនជ័យបារមីអន្ទង់សបាទចាបាទយើងឃើញការផ្ដិតយករូបភាពតាមចក្រទូរទស្សន៍ជាតិបានបង្ហាញឃើញថាខ្សែទឹកខាងក្រៅសរាយតេជោសែនជ័យបាទរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកតេព្រឹទ្ធមនិតនឹងកំពុងតែនាំមុខហើយមានព្រៀបទិញទួចហើយចាសារ៉ាត់សែនជ័យបារមីអន្ទង់សដែលនៅខ្សែទឹកខាងក្នុងរបស់អាយដាមស្បោងសារ៉ាត់ចា
ការពីជើងទី1សារាយតេជោសែនជ័យទូកនេះគឺមានគេឈ្មោះល្បីល្បាញណាមកពីវត្តពិជ័យរាំងសីពុករស័យខ្សាច់កដាលចាំមានគេឈ្មោះបោះសំលេងហើយគឺជាទូកដែលមានប្រជាប្រិយភាពបងប្អូនប្រជាពលរដ្ឋរបស់យើងច្បាស់ចាជើងទី1ខ្សែទឹកខាងក្នុងទទួលបានជ័យជំនះមួយជើងរួចហើយបងប្អូនក៏បានជ្រាបហើយដែរសារាយតេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបាទឥឡូវនេះសារ៉ាត់សែនជ័យបារមីទងសខ្សែទឹកខាងក្នុងតាមហើយរបស់ឯកឧត្តមស្បង់សារ៉ាត់បាទរបស់ឯកឧត្តមស្បង់សារ៉ាត់សិនតែទុកខ្លាំងបាទសារ៉ាត់សែនជ័យបារមីទងសទៅមកជើងឯកថ្មីនៅខេត្តព្រៃវែងចាឥឡូវនេះតាមសារ៉ាត់តេជោសែនជ័យបាទក៏ទើបតែបញ្ចប់នៅខេត្តកណ្ដាលដែរហើយ3ឆ្នាំ2016 2017 2019ជើងឯកហើយឥឡូវនេះយើងឃើញថាមកដល់នៅមុខវេលាជ័យបាទដាច់បាទចាអត់តោងទេសំទោសសារាយតេជោសែនជ័យអូយល្អណាស់បងហើយទេដាច់ហើយចាលេខ290នេះហើយគឺជាទូកដែលមានឈ្មោះថាសារាយតេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសូម